ดังทาพกากระดานั่งแกอายุធ្វើជាតែផឹកទេបងប្អូនសួស្ដីជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងប្តីហ្នឹងមានថាមានធុរៈណាយើងទៅទីក្រុងដល់ពេលត្រឡប់មកវិញយើងទៅប្តីខ្ញុំក៏ជិះម៉ូតូឈប់ហើយគាត់ចូលទៅបេះផ្កាកដាស់នេះខ្ញុំវាឆ្ងល់សួរថាបេះផ្កាកដាស់ទៅអីយកទៅថ្វាយព្រះឬក៏ធ្វើស្អីមែនគាត់ថាទេគាត់បេះយកទៅធ្វើតែផឹកខ្ញុំគ្រាន់លឺអញ្ចឹងមានអារម្មណ៍ថាចេះផ្កាកដាស់យកធ្វើជាតែខ្ញុំក៏ប្លែកអញ្ចឹងណាបងប្អូនវាមិនដែលលឺហើយនេះគ្រឿងផ្សំផ្កាកដាស់មានក្រូចឆ្មាអំបិលបន្តិចហើយនឹងកកហ្នឹងវាមានជាតិជូរដែលផលិតចេញពីសបកមង្ឃុតបងប្អូនហើយនេះផ្កាកដាស់និយាយទៅផ្កាកដាស់នៅពេលដែលគាត់យកមកអញ្ចឹងទៅគាត់បេះយកតែស្លឹកទេបងប្អូនអាផ្កានៅខាងក្នុងគេអត់ដាក់ទេកាលណាយើងដាក់ផ្កានៅខាងក្នុងវាល្វីងអញ្ចឹងវាអត់ឆ្ងាញ់អញ្ចឹងហើយបានគេដាក់តែស្លឹកនៅខាងក្រៅហើយតែមកប្រភេទហ្នឹងបងប្អូននៅតាមរេស្តូរ៉ង់ក៏មានលក់ដែរនៅលើកប៉ាល់ជាពិសេសប្តីខ្ញុំប្តីធ្វើការលើកប៉ាល់ហ្នឹងគូគាត់តែងតែផឹកតែនៅសាសែបនៅស្រុកគាត់តែងធ្វើឲ្យគាត់ផឹកអញ្ចឹងណាហើយផ្កាកដាស់ហ្នឹងនៅពេលដែលប្តីខ្ញុំបេះស្អាតហើយអញ្ចឹងទៅក៏ខ្ញុំចាប់ដើមទៅលាងទឹកបងប្អូនលាងទឹកឲ្យស្អាតណាព្រោះអីខែនេះខែក្តៅអញ្ចឹងទៅផ្កាកដាស់គឺវាដិតដាមជាមួយថាទូលីដីខ្លាំងមែនតើអញ្ចឹងយើងត្រូវលាងទឹកឲ្យស្អាតតិចលាង 4-5 ទឹកតែនៅក្នុងវីដេអូខ្ញុំប្រហែលបងប្អូនឃើញថាដូចតែទឹកណាតែកុំច្រឡំខ្ញុំលាងស្អាតហើយបងប្អូន 4-5 ទឹកណានៅពេលដែលខ្ញុំលាងទឹកស្អាតហើយទៅខ្ញុំដាំទឹកប៉ុន្តែយើងគ្រាន់ថាយើងដាក់ទឹកភ្លាមអញ្ចឹងទៅយើងដាក់ផ្កាកដាស់តែម្ដងមិនចាំបាច់ឲ្យទឹកពុះទេបងប្អូននិយាយទៅយើងដាក់តាំងពីដំបូងហ្មងណាអញ្ចឹងកន្លងពេលដាំហ្នឹងអាថាយើងដាំទឹកពីកាអញ្ចឹងទៅយើងរងាស់ឲ្យវានៅសល់ថាមកកាអញ្ចឹងបងប្អូនអញ្ចឹងនេះឃើញពណ៌វាស្អាតទេគឺពណ៌វាស្អាតខ្លាំងតែម្ដងធម្មជាតិពិតតែហ្មងបងប្អូនបន្ទាប់មកខ្ញុំរងាស់តែផ្កាកដាស់ហ្នឹងក្នុងរយៈពេល10នាទីក៏ខ្ញុំចាប់ដើមដាក់គេហៅថាកូកឹមជាគ្រឿងផ្សំមួយយ៉ាងរបស់ប្រទេសឥណ្ឌាហ្នឹងឯងវាមានជាតិជូរលាយចត់អញ្ចឹងណាអញ្ចឹងហើយក៏ខ្ញុំចាប់ដើមច្របាច់ក្រូចឆ្មាប៉ុន្តែការច្របាច់ក្រូចឆ្មារបស់ខ្ញុំដាក់ជ្រះបដោយតិចព្រោះច្រឡំអញ្ចឹងណាហើយក្រូចឆ្មាខ្ញុំច្របាច់ហ្នឹងจะដាក់ចូលថាអំបិលដែលយើងទុកត្រៀមហើយជាស្រេចហ្នឹងចឹងហើយក៏ច្បាច់ក៏ឆ្មាស់ហើយចឹងទៅក៏លាយចាក់ចូលចឹងនៅពេលយើងចាក់ចូលយើងទុកឲ្យត្រជាក់បងប្អូននៅពេលយើងទុកឲ្យត្រជាក់ហើយចឹងទៅក៏យើងត្រង់ប៉ុន្តែគាត់ថាខ្ញុំអត់បានថតខ្ញុំភ្លេចថតត្រង់ហើយដាក់ត្រជាក់បងប្អូននៅពេលយើងដាក់ត្រជាក់ហើយចឹងទៅក៏ប្តីខ្ញុំគាត់យកដាក់ទូទឹកកក1ម៉ោង2ម៉ោងធ្វើម៉េចក៏ត្រជាក់តែបើសិនបងប្អូនមិនចង់ដាក់ទូទឹកកកទេចង់ផឹកភ្លាមបងប្អូនអាចលាយទឹកកកអនាម័យយើងណាតែខ្ញុំអត់មានទឹកកកអនាម័យអញ្ចឹងហើយបាទខ្ញុំដាក់ចូលទូទឹកកកហ្នឹងទៅពេលយើងដាក់ចូលទូទឹកកកទុកឲ្យត្រជាក់មកហើយក៏ខ្ញុំចាប់ដើមចាក់ដាក់ចូលកែវព្រោះខ្ញុំចង់ផឹកតាមដងបងប្អូនព្រោះថាវាមិនដែលដឹងថាការកដាអញ្ចឹងនិយាយទៅវាប្លែកតាមដងបងប្អូននិយាយទៅនៅឥណ្ឌាស្អីក៏ប្លែកដែរនេះប៉ុន្តែនិយាយទៅតែផ្កាកដានឹងល្ងយបងប្អូនអើយគឺស្រឡាញ់ខ្លាំងមែនទែនគឺពណ៌វាស្អាតបងប្អូនពណ៌ភីងហ្មងណាអញ្ចឹងក៏ខ្ញុំផឹកឲ្យបងប្អូនសាកមើលនៅពេលបានផឹកឲ្យបងប្អូនប្តីខ្ញុំថាទុកឲ្យគាត់ផឹកផងព្រោះអីវាមិនងាយបានធ្វើទេហើយរសជាតិវិញបងប្អូនរសជាតិឆ្ងាញ់របៀបថាតែជ្រក់ដែលថាតែជ្រក់ង៉ាំងៅបងប្អូនបើសិនតែបងប្អូនធ្លាប់ញ៉ាំតែជ្រក់ធ្វើវាង៉ាំងៅគាត់ជិតដឹងហើយវាតអូខ្ញុំមានតែប៉ុណ្្នឹង